We're here in Mondulkiri today at Bon Pum on the Move, the annual event that celebrates World Children's Day. ទិវានេះគឺយើងធ្វើឡើងដើម្បីរំលឹកនៅភាពសំខាន់ក៏ដូចជាការការពារនៅសិទ្ធិរបស់កុមារគ្រប់រូប សិទ្ធិរស់នៅវិសិទ្ធិការការពារហើយវិសិទ្ធិនឹងការរៀនសូត្រ Sato ទិវាកុមារពិភពលោកហើយដើម្បីចូលរួមអបអរទិវាកុមារពិភពលោក UNICEF ក៏បានចាបង្កើតនៅកម្មវិធីមួយគេហៅថាភូមិ UNICEF មាន activity ជាច្រើនខ្លាំងមែនទែនផ្ដល់ដល់កុមារនៅក្នុងខេត្តមណ្ឌលគិរីនេះផ្ទាល់ Around me are hundreds of people learning about nutrition, learning about protection, learning about climate action, learning about education and health services that children need in order to reach their full potential. បង្រៀនឲ្យគាត់បានដឹងអំពីអាហារូបត្ថម្ភណាដែលល្អសម្រាប់គាត់អាហារណាដែលមិនល្អសម្រាប់គាត់ភូមិ UNICEF នេះគឺបានជួយផ្ដល់នូវចំណេះដឹងជាច្រើនដល់កុមារឲ្យគាត់បានដឹងហើយយកទៅអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃរបស់គាត់ផងដែរចា៎ The reason we're in Mondulkiri is part of UNICEF's effort to put attention to the most vulnerable children in the country. Mondulkiri is right in the northeast of the country. Many ethnic minority villages and communities live here and need all the support they can get. I just want to thank the Mondulkiri province and all of the NGO partners that have helped us and the amazing young people who are volunteering to support UNICEF on this day. តាមរយៈការធ្វើការជាមួយនឹងយុវជនរបស់យើងរយៈពេលប្រហែលថ្ងៃនេះគឺបង្ហាញឲ្យឃើញថាពួកគាត់ពិតជាសប្បាយរីករាយដែលបានមានឱកាសចូលរួមនៅក្នុងកម្មវិធីដែលដឹកនាំដោយយុវជនដែល UNICEF កំពុងតែធ្វើអបអរសាទរទិវាកុមារពិភពលោកឥឡូវនេះប៉ុន្តែពីនេះគាត់សង្ឃឹមថានឹងមានកម្មវិធីបន្តទៀតដែលផ្ដល់ឱកាសដល់យុវជននៅតាមបណ្ដាខេត្តឲ្យបានមានឱកាសចូលរួមនៅក្នុងការចូលរៀនក៏ជាមានឱកាសក្នុងការបង្កើតនៅទំនាក់ទំនងថ្មីៗរវាងយុវជននិងយុវជនហើយការផ្ដល់ឱកាសដល់ពួកគាត់ធ្វើបែបនេះមិនត្រឹមតែគាត់អាចរៀននៅជំនាញថ្មីផងនោះទេប៉ុន្តែគាត់មាន skill នៅក្នុងការធ្វើភាពជាអ្នកដឹកនាំរបស់ខ្លួននៅថ្ងៃអនាគតផងដែរ So on World Children's Day, my message to all the children in Cambodia and the region and the world is engage, help us make the world better, be the future leaders of this country and in the region, and make sure we're safeguarding the environment, because without the environment, we will not be able to survive in the future.